ប្រាសាទអយមខ្ញុំធ្លាប់ទៅថតឲ្យបង្ហាញបងប្អូនប្រាសាទអយមមានប្រវត្តិតាំងពីមុនអង្គរបងមុនការកសាងបារាយទឹកថ្លាគឺបារាយខាងលិចទាំងទៀតខ្លឹមសារនៃសិលាចារឹកគឺសូមឲ្យអ្នកណាដែលព្យាយាមផ្លាស់ប្ដូរព្រំប្រទល់នៃដីអ្នកណាក៏ដោយឲ្យតែព្យាយាមផ្លាស់ប្ដូរព្រំប្រទល់ដីនៃការស្ថាបនានេះឬអ្នកណាដែលរឹបអូសយកស្រែដែលបានថ្វាយដល់ព្រះឬអ្នកណាដែលប្រើប្រាស់ទ្រព្យសម្បត្តិរបស់ព្រះសម្រាប់គោលបំណងដែលមិនសមរម្យធ្លាក់ទៅក្នុងនរកដ៏ជ្រៅសូមឲ្យជនអកតេម្នាក់នេះត្រូវបានហែកជាចំណែកដោយឆ្កែរបស់ព្រះយមឆ្កែរបស់ស្ដេចយមរាជគាត់ហើយសូមឲ្យពូជពងរបស់គេផុតពូជដោយគ្មានកូនចៅហើយសូមឲ្យអំពើបុណ្យដែលគេបានធ្វើកាលពីអតីតកាលទាំងអស់คล้ายជាមោឃៈដោយគ្មានផ្លែផ្កាបដាសាធ្ងន់បុណ្យក៏សូមឲ្យមានផលទៀតអំណាចនៃឋានសួគ៌ផែនដីនិងទិសទាំងឡាយក៏ដូចជាទេវតាថែរក្សាទីកន្លែងទាំងនេះនឹងចូលរួមដើម្បីកំទេចគេដោយភ្លើងនិងដោយទឹកជំនន់នេះបដាសាពីប្រាសាទអកយមនៅលើខឿនបារាយនឹងបងនេះគឺជាបដាសាមួយដែលមាននៅលើសិលាចារឹកតាំងពីប្រទេសថៃមិនទាន់មានវត្តមានអញ្ចឹងបដាសាហ្នឹងអាចនិយាយថាត្រូវដល់ឥឡូវសិលាចារឹកគឺមានអាកាស K484 សិលាចារឹកនេះត្រូវបានផ្ញើទៅកាន់អ្នកទទួលខុសត្រូវនិងអ្នកសំគំនិតក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7មិនត្រឹមតែអ្នកដែលប្រព្រឹត្តអំពើអកតេក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ការស្ថាបនានេះទេដែលនឹងត្រូវផ្ដន្ទាទោសប៉ុន្តែអ្នកដែលយល់ព្រមចំពោះអំពើនោះអ្នកដែលអនុម័តវាអ្នកដែលមានអំណាចក្នុងការទប់ស្កាត់ហើយមិនបានធ្វើសកម្មភាពនឹងរងសូមឲ្យពួកគេคลายទៅជាប្រែតនៅក្នុងជីវិតក្នុងជាតិបន្ទាប់របស់ពួកគេភាវៈដែលគួរខ្ពើមនឹងរងទុក្ខហើយសូមឲ្យពួកគេវង្វេងនៅក្នុងវដ្តសង្សារការកើតឡើងវិញដូចជាប្រែតដែលស្រេកឃ្លានសូមឲ្យពួកគេមិនដែលស្គាល់ការរំដោះឡើយប៉ុន្តែការធ្វើទរណកម្មគ្មានទីបញ្ចប់នៅក្នុងទីងងឹតដែលបំរុងទុកសម្រាប់អ្នកដែលលួចពីព្រះអានេះគឺជារឿងជាប់តាក់ទងនឹងសាសនាព្រាហ្មណ៍សិវៈឬក៏វិស្ណុបងសិលាចារឹកលលៃមានសិលាចារឹក3ប្រាសាទទី1ប្រាសាទអយមទី2ប្រាសាទវាមានអាកាសទី3ប្រាសាទលលៃបណ្ដាសាដែលត្រូវបង្កើតឡើងដោយព្រះបាទយសោវរ្ម័នទី1ដោយអំពាវនាវដល់អង្គធាតុចក្រវាលសូមឲ្យអាណាព្យាបាលនៃទិសទាំង8អំណាចដែលគ្រប់គ្រងឋានសួគ៌និងផែនដីទេពនិងទេវតាទាំងឡាយនៃប្រាសាទរួមកម្លាំងគ្នាដើម្បីលេបតបាក់គេសូមឲ្យស្ដេចព្រះយមចៅក្រមនៃមរណៈបញ្ជាអ្នកនាំសាររបស់ព្រះអង្គឲ្យអូសទៅក្នុងនរកដ៏អាក្រក់បំផុតដ៏ជ្រៅបំផុតអ្នកដែលដកហូតពីការស្ថាបនានេះនៅដីមួយចំណែកឬទាសករមួយរូបសូមឲ្យគេត្រូវទទួលទណ្ឌកម្មមិនចេះចប់រហូតដល់តែព្រះអាទិត្យនិងព្រះច័ន្ទឈប់រះពីព្រោះអក្រិតកម្មរបស់គេគឺការបំពានព្រះធម៌បំពានគុណធម៌បងមួយទៀតគឺសិលាចារឹកភ្នំបន្ទាយនាង K682 សិលាចារឹកនេះគឺនៅសម័យកាលក្រោយបន្តិចប៉ុន្តែនៅតែរក្សាប្រពៃណីនៃការគំរាមកំហែងជាក់លាក់បំផុតសូមឲ្យអ្នកណាដែលរឹបអូសយកដីធ្លីទាសករឬវត្ថុពីសាសនាដែលបានថ្វាយដល់ព្រះត្រូវវាយប្រហារដោយជំងឺដ៏សាហាវនិងឈឺចាប់សូមឲ្យគេទទួលមរណភាពដ៏ឃោរឃៅដោយដែកភ្លើងឬសត្វព្រៃសូមឲ្យគ្រោះមហន្តរាយធ្លាក់លើផ្ទះនិងស្រែចម្ការរបស់គេហើយសូមឲ្យភរិយានិងកូនរបស់គេវិនាសមុនគេសូមឲ្យការចងចាំនិងពូជពងរបស់គេរលត់ជារៀងរហូតហើយសូមឲ្យគេមិនទទួលបានជំនួយណាមួយពីព្រះឬពីមនុស្សឡើយប្រភពសិក្សាមានដូចជានៅក្នុងសភៅរបស់លោកសកសដេសដែលនិយាយពី inscription ដោយកម្ពុជា IC ហើយនឹង August Bath នេះគឺជាឈ្មោះសភៅបងប្អូនហើយចុងក្រោយនិយាយពីវាសនាដែលមិនអាចគេចបានរបស់ប្រទេសថៃវាហាក់ដូចជាប្រទេសថៃកំពុងតែប្រឈមនឹងវាសនាដ៏មហន្តរាយដែលមិនអាចគេចផុតបានចាប់តាំងពីខែឧសភាឆ្នាំ2025ប្រទេសនេះត្រូវបានប្រឈមមុខនឹងវិបត្តិពហុមុខដ៏មហន្តរាយដែលគ្របដណ្ដប់ភាពចលាចលផ្ទៃក្នុងការដួលរលំសេដ្ឋកិច្ចភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើនឡើងឧបសគ្គដឹកជញ្ជូនដ៏ធំនិងការចុះខ្សោយគួរឲ្យកត់សម្គាល់នៅទំនាក់ទំនងទ្វេភាគីរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយ
គេត្រូវតែសម្ដែងនៅក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាអាទិទេពនឹងបង្ហាញនៅមេត្តាករុណាដល់ស្ត្រីកុមារសត្វនិងមនុស្សចាស់ដូច្នេះហើយបានជាទុក្ខជីវិតប្រជាជនដែលងាយរងគ្រោះបំផុតរយៈពេលនៃទុក្ខវេទនានេះហាក់ដូចជាត្រូវបានទាយទុកទំនាយនៃរាជវង្សចក្រីតាំងពីការបង្កើតទីក្រុងបាងកកឆ្នាំ1882មកម្លេះនេះជារឿង